ស្វាគមន៍អ្នកក៏និយមគ្រប់គ្រងគ្រប់បកទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាប់រឿងលេបផ្កាយភាគទី195ដែលជាភាគបន្តរបស់យើងសាច់រឿងចាប់ផ្ដើមឡើងនៅការប្រយុទ្ធដ៏រំជួយមេឃដែលមិនដឹងថាភាគីខាងណាប្រយុទ្ធជាមួយនឹងខាងណានោះទេអ្នកខ្លះទប់ទល់លែងបានក៏ប្រញាប់ចាក់ចេញតែមើលទៅកាន់ពួកគេដូចជាគ្មានជីវិតត្រឡប់ទៅវិញនោះឡើយសម្លឹងទៅមកខាងទៀតយើងបានឃើញនៅលួហ្វឹងគាត់បានគិតក៏ព្រោះថាប៉មតារាហាក់ដូចជាតែងតែហៅគាត់រហូតតាំងពីគាត់បានចូលមកក្នុងប៉មនេះព្រមទាំងជួបជាមួយនឹងព្រឹត្តិការណ៍ចម្លែកជាច្រើនបន្ទាប់មកតារាក៏ចាប់ផ្ដើមផុសឡើងភ្លាមទាំងអស់នេះមិនអាចជារឿងចៃដន្យនោះទេគាត់អាចមានអារម្មណ៍ថារឿងដ៏ធំគឺនឹងជិតកើតឡើងស្របគ្នានោះស្ដេចក្បួនឋានសួគ៌មើលទៅគេហាក់បីដូចជាកំពុងតែវេទនាក៏ព្រោះស្ថិតនៅក្រោមការវាយប្រហារផ្នែកខាងវិញ្ញាណដូច្នេះឲ្យគ្រប់គ្នាប្រុងប្រយ័ត្នសត្រូវធ្វើការវាយប្រហារបើយើងមើលទៅកាន់កាយភ្នែកដែលនៅចំពោះមុខគេនោះគឺពិតជាធំខ្លាំងមែនទែននៅជុំវិញទីនេះក៏នៅតែមានការកាប់សម្លាប់រង្គាលជាពិសេសសត្វចម្លែកដ៏ធំនេះតែម្ដងគេគឺជាស្ដេចនិក្រិចអណ្ដាតភ្លើងស្ដេចព្រួយនិក្រិចនៅខាងស្ដាំគឺជាស្ដេចរំជួយដីបុរសសង្ហាទាំង3នាក់ក៏បានចេញប្រតិបត្តិការនៅម្ខាងឯនេះវិញយើងបានឃើញនៅស្ដេចខ្ចាស់ដំរីអាប់ព្រមទាំងស្ដេចម្ចាស់ឋានសួគ៌ស្ដេចឈីម៉ាំងក្រុមលួហ្វឹងក៏ដឹងថាគេគឺមកពីពូជពងបិសាចស្ដេចឋានសួគ៌និយាយឲ្យថាការវាយប្រហាររបស់គេគឺប្រហែលជាមួយនឹងគាត់ព្រមទាំងប៉ះគ្នាប៉ុន្មានដងហើយចាញ់ឈ្នះមិនទាន់បែងចែកមិនត្រឹមតែប៉ុណ្ណឹងនោះទេស្ដេចម្នាក់ទៀតប្រាប់ថាគឺមាននៅចំហាយជើងខ្លាំងមកពីពូជពងបិសាចដូចទេទៀតខណៈនោះពួកគេបានឃើញសិតតែជាអ្នកខ្លាំងសង្ហាបង្ហាញខ្លួននេះគឺជាសត្រូវដែលមាននៅចំនួន12នាក់6នាក់ស្ថិតនៅក្នុងកម្រិតស្ដេចដំណាក់កាលកំពូលលួហ្វឹងនិយាយថាគ្នាយើងខ្លះស្លាប់ខ្លះពិការនៅសល់តែស្ដេចកំពូល4នាក់តែប៉ុណ្ណោះដូច្នោះរៀងចាញ់ប្រៀបគេបន្តិចហើយក្រោយពីលើដូច្នេះម្នាក់នេះឲ្យដកថយបិសាចក្បាល2នេះក៏បានស្រែកថាស្ដេចម្ចាស់អាវុធបញ្ចេញនូវយុទ្ធសាស្ត្រដ៏ខ្លាំងក្លារបស់គេនេះគឺជាការធ្វើឲ្យពេលវេលាដើរយឺតផងដែររួចហើយពួកគេទាំងអស់គ្នាក៏បានមកសម្លាប់ដើម្បីចាប់ស្ដេចក្បួនឋានសួគ៌ប្រើប្រាស់នៅធម្មពលយ៉ាងខ្លាំងប្រាប់ទៅកាន់ពួកគេថាដកថយពេលនេះហួសពេលហើយអញ្ចឹងទៅឲ្យគាត់ទប់ទល់ជាមួយនឹងស្ដេចឈីម៉ាំងឃើញគេហោះចូលទៅស្ដេចឈីម៉ាំងប្រាប់ថាលើកនេះឯងច្បាស់ជាងាប់ស្ដេចម្នាក់ទៀតសម្រុកចូលទៅប្រើប្រាស់នៅចំហាយដាវដ៏សន្ធោសន្ធៅរបស់គាត់តែក៏ត្រូវបានពួកគេធ្វើការវាយប្រហារដូច្នេះស្នេហ៍រមាញ់មាញ់របស់គាត់គឺជាធម្មពលការពារគាត់ទប់ទល់បានដល់អសន្នតែប៉ុណ្ណោះបានហើយនៅស្ដេចទន្លេកំបិតលួហ្វឹងតបឲ្យថាទុកវាឲ្យខ្ញុំឲ្យតែព្រួញចាត់ការស្ដេចកម្រិតកំពូលមុនសិនទៅពួកគេទាំងពីរនាក់ហក់ចូលទៅប្រើប្រាស់នៅល្បឿនដ៏លឿនហើយដៃគូបដិបកគឺមានទៅដល់4នាក់ធ្វើការវាយប្រហារមកដំណើរគ្នាលួហ្វឹងបើកនៅធម្មពលរបស់គាត់ការពារខណៈពេលដែលទៅព្រួញបាញ់ចេញម្ដង4គ្រាប់ចំណែកឯលួហ្វឹងក៏បានប្រើប្រាស់នៅធម្មពលយ៉ាងខ្លាំងគេចេញអំពីការវាយប្រហាររបស់ពួកគេចំណែកឯព្រួញក៏បានធ្វើឲ្យបិសាចទាំង4មានរបួសគ្រានោះលួហ្វឹងនៅតែបន្តប្រើនៅល្បឿនដ៏លឿនរបស់គាត់ធ្វើការខ្វាយពួកគេបន្ថែមទៀតមើលទៅកាន់ដាវរបស់គាត់ទៅគឺពិតជាលឿនខ្លាំងមែនទែនបណ្ដាលឲ្យបិសាចនេះពុះពេញទៅដោយក្តីឈឺចាប់ញាប់ប្រកាច់ប្រកិនមួយដាវផ្ដាច់កថែម3មុនដាវទៀតកាប់ជីកងត្រៀមស្ងោនៅពេលនេះការប្រយុទ្ធគឺពិតជាមានភាពវឹកវរខ្លាំងមែនទែនតែស្នៀតដាវរបស់ស្ដេចទន្លេកំបិតគឺនៅតែស្រស់ស្អាតព្រមទាំងខ្លាំងក្លាដដែលខណៈនោះផងដែរស្រាប់តែមានប្រតិកម្មចេញពីត្រាស់តារាទៀតហើយនរណាក៏ដោយឲ្យតែត្រូវធម្មពលនេះគឺច្បាស់ជាស្លាប់ក្នុងពេលមួយរំពេញទ្រព្យសម្បត្តិរបស់ពួកគេខ្ទាតចេញរប៉ារប៉ាយដូចជាហ្គេមពស់ដែលទើបតែចេញនោះអញ្ចឹងអ្នកចម្បាំងដទៃទៀតបន្តស្លាប់ខណៈពេលដែលបិសាចទាំងពីរប្រើប្រាស់នៅធម្មពលតែក៏មួយភ្លើងមួយធ្វើការវាយប្រហារដំណើរគ្នាបូករួមជាមួយនឹងពីរអ្នកទៀតបណ្ដាលឲ្យម្នាក់នេះនិយាយទៅកាន់ស្ដេចទន្លេកំបិតព្រមទាំងស្ដេចក្បួនឋានសួគ៌ឲ្យត្រឡប់មកវិញខណៈនោះគាត់ក៏ត្រូវស៊ីមួយកន្ទុយទៀតបណ្ដាលឲ្យធម្មពលរបស់គាត់ទប់ទល់លែងជាប់ប្រញាប់ចាក់ចេញពួកបិសាចទាំងនេះក៏បានតាមប្រមាញ់បន្តទៀតស្ដេចឈីម៉ាំងឯនេះនៅតែបន្តធ្វើការវាយប្រហារស្ដេចក្បួនឋានសួគ៌ប្រាប់ឲ្យថាគាត់មិនអាចចេញបាននោះទេលួហ្វឹងគិតក្នុងចិត្តស្ដេចឆាងជីបានចាញ់ព្រមទាំងស្ដេចម្ចាស់អាវុធកំពុងតែត្រូវបានតាមប្រមាញ់ដោយស្ដេចកំពូលទាំង4ចំណែកឯស្ដេចក្បួនឋានសួគ៌បានដុតរាងកាយអមតៈរបស់គាត់ដើម្បីប្រយុទ្ធជាមួយនឹងសត្រូវលួហ្វឹងហោះឡើងទៅចាក់បិសាចនេះមួយកំបិតប្រាប់ទៅដល់ស្ដេចព្រួញឲ្យទៅជួយដល់ស្ដេចអាវុធបើយើងក្រឡេកទៅកាន់ស្ដេចក្បួនឋានសួគ៌គេគឺនៅតែបន្តសម្រុកចូលទប់ទល់ជាមួយនឹងស្ដេចឈីម៉ាំងតែខណៈពេលនោះគេក៏ត្រូវទទួលរងនៅការវាយប្រហារវិញ្ញាណកម្រើកឡើងរួចទៀតហើយក្រោយមកទៀតក៏ត្រូវបានក្អួតឈាមខ្ទាតត្រឡប់មកវិញទាំងព្រលឹងក្រោយពីឃើញបែបហ្នឹងលួហ្វឹងរបស់យើងក៏ប្រញាប់ទៅជួយខណៈនោះគេក៏បានប្រើប្រាស់នៅរាងកាយមានចេញនៅចំហាយពណ៌មាសលួហ្វឹងជួយទប់គេជាប់ដោយសារតែបែបនេះបណ្ដាលឲ្យគាត់ទទួលរងនៅការវាយប្រហារវិញ្ញាណពីស្ដេចឈីម៉ាំងលួហ្វឹងធ្លាក់ចុះទៅស្ដេចក្បួនឋានសួគ៌ទៅតាមថាយ៉ាងស្ដេចព្រួយដូចគ្នាស្រែកហើយថាលោកម្ចាស់សម្លេងទាំងធំទាំងតូចនៅខាងក្នុងខាងក្រៅបើយើងមើលទៅកាន់ស្ដេចអាវុធនៅតែបន្តទប់ទល់ជាមួយនឹងជើងខ្លាំងទាំង4នាក់នោះដោយឡែកនៅទីនេះគឺមាននៅជនក្បត់ដែលគេគឺជាអភ្នែក3ហ្នឹងគិតក្នុងចិត្តថាថ្ងៃនេះយើងត្រូវរំវាន់ធំមួយវត្ថុទិព្វនិងទ្រព្យសម្បត្តិរបស់ឯងទាំងអស់នឹងខ្លាចទៅជារបស់យើងឆាប់ឡើងទៅបន្ទាប់ពីធ្លាក់ចូលទៅភាពវឹកវរគឺច្បាស់ជាស្លាប់ប្រកបណាស់នៅខាងលើស្ដេចអាវុធនិយាយឲ្យសំបីតែស្ដេចទន្លេកំបិតក៏មិនអាចទប់ទល់ជាមួយនឹងការរួមបញ្ចូលវិប្រហារវិញ្ញាណនេះផងដោយឡែកមើលទៅកាន់លួហ្វឹងខណៈពេលដែលធ្លាក់ចុះទៅក៏ស្រាប់តែដឹងខ្លួនឡើងវិញនិយាយឲ្យថាស្ដេចក្បួនឋានសួគ៌តាមពិតទៅគឺជាឯងបានគ្រប់គ្រងស្ដេចឈីម៉ាំងធ្វើពុតជាប្រយុទ្ធខ្លាំងៗជាមួយនឹងពួកគេសហការទាំងក្នុងទាំងក្រៅតែនេះមិនមែនជាទង្វើរបស់ឯងធ្វើលើកទី1ទេមែនទេស្ដេចភ្នែក3ក៏ភ្ញាក់ផ្អើលផងដែរក៏ព្រោះថាលួហ្វឹងបែរជាអាចដឹងខ្លួនលឿនដំឡើងតែមិនថាយ៉ាងណាក៏ដោយក៏ព្រោះថានៅខាងក្រោយនេះលួហ្វឹងចិត្តដល់ហើយគេបានប្រាប់ថាវាយឺតពេលគេស្រែកទៅកាន់លួហ្វឹងថាឯងនៅគៀកខ្លាំងណាស់មិនអាចរត់រួចទេអភិជនលាស់របស់យើងអ្នកក្លាហានបានដឹងតាំងពីដើមមកមានដែរស្លូតឯណាចង់ងាប់អញ្ចឹងងាប់ទាំងអស់គ្នាតែម្ដងទៅយើងគិតច្បាស់ជាមិនខ្លាចនោះទេតែឯងដឹងតែខ្ទេចហើយខណៈពេលដែលគេកំពុងតែផិតភ័យដែរនោះក៏ស្រាប់តែគ្រប់បែបយ៉ាងនៅទីនេះហាក់បីដូចជាត្រូវបានបញ្ឈប់មិនថាបើទោះបីជាអ្នកណាក៏មិនអាចកម្រើកបាននោះដែរបន្ទាប់មកទៀតក៏ស្រាប់តែមាននៅចំហាយដៃជាច្រើនអមទៅដោយធម្ម
មពលដ៏ខ្លាំងក្លាទាញយកនៅលោហ្វឹងចេញទៅថាលើដល់មកទីនេះមកតែមានផ្លែលោហ្វឹងក៏គេចផុតបាត់ទៅហើយក្រោយមកទៀតមើលទៅកាន់ស្ដេចក្បួនឋានសួគ៌គេក៏សប្បាយចិត្តដែរព្រោះនៅមានជីវិតបើទោះបីជាចាត់ការលោហ្វឹងបរាជ័យក៏ប៉ុន្តែនៅមានស្ដេចអាវុធនិងស្ដេចព្រួយទៀតអញ្ចឹងហើយគេនៅតែអាចខ្លាយទៅជាអ្នកមានដដែលសភាវៈអមតៈនៅក្នុងចក្រវាលនេះហាក់បីដូចជាដាច់យ៉ៃខ្លាំងណាស់គិតតែពីរឿងប្លន់គ្នាខណៈពេលដែលលោហ្វឹងត្រូវបានធម្មពលនោះអូសទាញទៅបានលើនៅសំឡេងស្ដេចព្រួយហៅគាត់ថាជាលោកម្ចាស់ដូច្នេះគាត់បានប្រាប់ថាគាត់មិនអីនោះទេព្រមទាំងប្រាប់ថាស្ដេចក្បួនឋានសួគ៌ព្យាយាមធ្វើឃាតគាត់ប្រញាប់ទៅដាស់តឿនលើស្ដេចអាវុធឲ្យប្រយ័ត្នប្រយែងឲ្យពួកគេចាក់ចេញរងចាំគាត់ត្រឡប់មកវិញមកដល់ទីនេះលោហ្វឹងទាំងអាវុធក្នុងដៃព្រមទាំងគ្រីស្តាល់ត្រូវបានដកហូតដោយស្វ័យប្រវត្តិធម្មពលមួយនោះបន្តទាញគាត់ចូលទៅខាងក្នុង80ម៉ោងក្រោយមកក៏បានមកដល់សាកល្បងនៃប៉មតារានេះនៅទីនេះគឺពិតជាមាននៅការរៀបចំហេដ្ឋារចនាសម្ព័ន្ធរញ៉េរញ៉ៃអ្វីៗមើលទៅហាក់បីដូចជាគ្រីស្តាល់ខណៈនោះលោហ្វឹងមកដល់ហើយលឺនៅសំឡេងព្រឹទ្ធាចារ្យម្នាក់ហៅគាត់ឲ្យមកទីនេះគ្រាន់តែសំឡេងហៅខ្លួនមិនចង់ទៅទេព្រលឹងទៅមុនបាត់ហើយមើលទៅកាន់ដំណើរផ្លូវរបស់លោហ្វឹងមិនដឹងថាឆ្លងកាត់កន្លែងណាកន្លែងណីខ្លះនោះទេបន្ទាប់មកក៏បានមកដល់នៅទីនេះនៅខាងមុខគាត់ក៏ជាព្រឹទ្ធាចារ្យម្នាក់បណ្ដាលឲ្យលោហ្វឹងបើកភ្នែកធំក៏ដោយសារតែសម្ពាធរបស់គាត់គឺមហិមាខ្លាំងណាស់វាមានសភាពទន់ភ្លន់ដូចជាទឹកគ្មានព្រំដែនធ្វើឲ្យគ្រប់គ្នាចង់ចុះញោមនៅក្នុងដៃរបស់គាត់ក៏ជារបស់លេងលោហ្វឹងដឹងថានេះគឺជាជាងខ្លាំងដែលបាននាំគាត់មកកាន់ទីនេះចំហាយរបស់គាត់គឺខ្លាំងក្លាជាងសក្ការៈជនភ្លើងព្រមទាំងសក្ការៈជនដទៃទៀតខ្លាំងណាស់សូម្បីតែអាចប្រហាក់ប្រហែលជាមួយនឹងលោកគ្រូរបស់គាត់ដែលគឺជាម្ចាស់ក្រុងចលាចលទៀតផងអាចដែរទេថាគាត់ជាសភាវៈកំពូលដូចជាម្ចាស់ចក្រវាលដែរប្រទេសជាហៅលោហ្វឹងថាបេក្ខជនទី3ខ្ញុំបានរងចាំអ្នកនៅទីនេះអស់រយៈពេល820លានឆ្នាំហើយលោហ្វឹងដើមឡយស្មានថាប៉មតារានេះគឺជាកន្លែងគ្មានម្ចាស់ឆ្ងល់ណាស់ថាតើគាត់ជាអ្នកណាទៅហេតុអ្វីបានជានាំគាត់មកកាន់ទីនេះហើយបេក្ខជនទី3នឹងមានន័យថាម៉េចប្រទេសជាក៏ដឹងផងដែរថាមើលទៅនៅក្នុងចិត្តរបស់លោហ្វឹងពោពេញទៅដោយសំណួរប្រទេសជាម្នាក់នឹងមិនត្រឹមមានពោះជង្គង់វែងនៅក្បែរខ្លួននោះទេមុខមាត់របស់គាត់ក៏ស្រដៀងនឹងពោះដែរណែនាំខ្លួនឈ្មោះរបស់គាត់គឺជាពូធីជាអ្នកការពារនៅប៉មតារាព្រមទាំងជាអ្នកណែនាំលោហ្វឹងផងដែរលើបែបនេះលោហ្វឹងសួរហើយថាតើគាត់មិនមែនជាម្ចាស់ប៉មនេះទេមែនទេប្រទេសជាពូធីគាត់ឆ្លើយប្រាប់ប៉មតារាគឺជាវត្ថុទិព្វដែលត្រូវបានបង្កើតឡើងដោយលោកគ្រូរបស់គាត់សម្រាប់ខ្សែលោហិតផែនដីហើយដើមឡើយគាត់គឺជាបេក្ខជនដំបូងរបស់គ្រូគាត់បន្ទាប់ពីឆ្លងកាត់នៅពេលវេលានៃចក្រវាលដ៏ធំធេងគាត់មានសំណាងបានក្លាយទៅជាសិស្សតែមានសិស្សម្នាក់ទៀតដែលគ្រូរបស់គាត់មើលថែអស់ពីចិត្តនោះគឺជាពូជពងអាទិទេពភ្លើងព្រមទាំងខ្សែលោហិតដីដែលគាត់បានបង្កើតលោហ្វឹងបន្ទាប់ពីលឺនៅពូជពងអាទិទេពភ្លើងព្រមទាំងដីលោហ្វឹងសួរហើយថាតើនោះមិនមែនជាពូជពងកំពូលខាងក្រៅតែបានបង្កើតនៅពុទ្ធៅកំពូលទេមែនទេព្រឹទ្ធាចារ្យពូធីប្រាប់ទៀតហើយថាគ្រូរបស់គាត់ធ្លាប់បានព្យាយាមពង្រីកព្រមទាំងជ្រើសរើសនៃសាខារបស់ពូជពងមនុស្សមួយដើម្បីធ្វើការណែនាំព្រមទាំងអភិវឌ្ឍការបង្កើតនៅពូជពងអាទិទេពភ្លើងមានអំណោយខាងក្នុងពីធម្មជាតិព្រមទាំងទេពកោសល្យគ្មានគូប្រៀបអ្នកដែលខ្លាំងក្លាបំផុតនៅក្នុងចំណោមពួកគេគឺបានក្លាយទៅជាសិស្សទី2របស់គ្រូគាត់គេគឺបានដឹកនាំកូនចៅរស់នៅដោយឯករាជ្យត្រួតត្រានៅលើចក្រវាលមួយបើទោះបីជាពូជពងអាទិទេពបណ្ដាតភ្លើងចាត់ទុកថាជាពូជពងអស្ចារ្យក៏ប៉ុន្តែលោកគ្រូរបស់គាត់នឹងគឺមិនពេញចិត្តទាំងស្រុងនោះទេដូច្នេះហើយក៏បានបន្តរុករកព្រមទាំងស្រាវជ្រាវនៅទីបំផុតបង្កើតបាននៅខ្សែលោហិតដីជាមួយនឹងព្រលឹងដ៏បរិសុទ្ធរបស់វាផែនដីគឺគ្រាន់តែជាឈ្មោះដែលបានកំណត់នៅក្នុងយុគសម័យដទៃទៀតវាមានឈ្មោះខុសៗគ្នានៅក្នុងពេលដែលបេក្ខជនដំបូងដែលត្រូវបានគេហៅថាពិភពលោកសមុទ្រភ្នំពេលវេលាទី2គឺត្រូវបានគេហៅថាផ្កាយដើមហើយដោយចាត់ទុកថារាងកាយរបស់លោហ្វឹងខ្លាំងមិនគ្រប់គ្រាន់លោកគ្រូគាត់ក៏បានបង្កើតនៅហ្សែនសម្ងាត់មួយដែលអាចជួយបង្កើនមធ្យោបាយសម្រាប់លោហ្វឹងដែលនោះគឺត្រូវបានគេហៅថាគម្ពីរសម្ងាត់គ្រូមហន្តរាយទាំង9តែស្នៀកសម្ងាត់នេះវាប្រឆាំងទៅនឹងឋានសួគ៌ពេកហើយមិនថាបើទោះបីជាការកត់ត្រាឬក៏ជាការបង្ហាត់បង្រៀនគឺនឹងត្រូវបានច្បាប់នៃចក្រវាលលុបបំបាត់ដោយស្វ័យប្រវត្តិរហូតដល់ពេលមួយគ្រូរបស់គាត់ក៏បានស្វែងរកឃើញនៅគ្រីស្តាល់ព្រលឹងមេឃាដែលវាមាននៅធម្មពលដ៏កម្ររកមានរួចហើយឆ្លាក់នៅស្នៀតនៅក្នុងនោះលោហ្វឹងក៏ដឹងហើយថាគ្រីស្តាល់ព្រលឹងមេឃាគឺច្បាស់ជាលោហៈធាតុខ្មៅនោះហើយនេះក៏ជាមូលហេតុដែលលោហ្វឹងតែងតែទទួលបានអារម្មណ៍នៅការកោះហៅក៏ព្រោះថាពួកគាត់មាននៅប្រភពតែមួយប្រទេសជាពូធីនិយាយទៀតថាលោហ្វឹងគឺជាអ្នកដែលខ្លាំងក្លាបំផុតនៅក្នុងខ្សែលោហិតផែនដីបច្ចុប្បន្នព្រមទាំងបានឆ្លងផុតនៅការសាកល្បងគ្រីស្តាល់ព្រលឹងមេឃានិងបានរៀននៅស្នៀកសម្ងាត់ឥឡូវនេះគឺនៅសល់តែឆ្លងកាត់ផ្លូវស្លាប់រស់តែប៉ុណ្ណោះលើដូច្នោះលោហ្វឹងក៏ភ្ញាក់ផ្អើលដែរប្រទេសជាប្រាប់បន្តថាប៉មតារាគឺអាចចាត់ទុកថាវត្ថុទិព្វកំពូលមួយក្នុងចក្រវាលនេះនៅក្នុងអំឡុងពេលការបង្កើតរបស់វាគឺបានរួមបញ្ចូលជាមួយនឹងពន្លឺដើមរបស់ចក្រវាលហាក់បីដូចជាទទួលបាននៅប្រាក់នៃមនសិការដោយខ្លួនឯងដូច្នេះហើយបានជាដំណាក់កាលនៃការទទួលស្គាល់វាគឺពិតជាតឹងតែងជោគជ័យហើយនោះលោហ្វឹងគឺនឹងក្លាយទៅជាសិស្សទី3របស់លោកគ្រូបើសិនជាបរាជ័យព្រលឹងគឺនឹងត្រូវបានខ្ចាត់ខ្ចាយហើយស្លាប់ជាប្រកបណាស់បើទោះបីជាអាចស្ដារឡើងវិញក៏ដោយក៏ការចងចាំទាំងអស់តាក់ទងជាមួយនឹងគម្ពីរសម្ងាត់គ្រូមហន្តរាយទាំង9នឹងត្រូវបានបាត់បង់កម្រិតនៃហ្សែនរបស់លោហ្វឹងគឺច្បាស់ជាវិវត្តទៅកាន់សភាពកាលពីមុនជុតចំងមេតបនិងជុតចំងស្ដាច់លោហ្វឹងក៏ប្រើប្រាស់លេងបានទៀតដែរដូច្នេះសួរទៅកាន់លោហ្វឹងថាតើព្រមទទួលយកដែរទេបែបនេះគាត់ក៏បានគិតហើយថាការបាត់បង់នៅរបស់ទាំងអស់នេះខ្លាចថាគាត់មិនអាចទប់ទល់
ជាមួយនឹងអ្នកដែលមាននៅទេពកោសល្យធម្មតាម្នាក់ផងក៏ប៉ុន្តែការស្ទាក់ស្ទើរគឺនឹងធ្វើឲ្យគាត់កាន់តែបាត់បង់នៅមាគ៌ាកម្ពុជារបស់គាត់ដូច្នេះហើយចាំបាច់ត្រូវតែដើរបន្តទៅមុខនៅតាមផ្លូវដែលលោកហ្វឹងដើរចូលទៅព្រឹទ្ធាចារ្យបើកនៅធម្មពលរបស់គាត់ពំតារានេះក៏ចាប់ផ្ដើមដំណើរការដូចគ្នាព្រឹទ្ធាចារ្យប្រាប់ថាល្អខ្លាំងណាស់ដូច្នេះការសាកល្បងនៃការទទួលស្គាល់ម្ចាស់ទាមទារនឹងការតាំងចិត្តបន្ទាប់ពីចាប់ផ្ដើមហើយនោះគឺមិនអាចបញ្ឈប់បាននោះទេបញ្ជាក់ប្រាប់ថាបេក្ខជនទាំងពីរនាក់នៅចំពោះមុខលោកហ្វឹងនេះម្នាក់ខំប្រឹងទប់ទល់2600ឆ្នាំម្នាក់ទៀត3300ឆ្នាំពិតជាគួរឲ្យគោរពខ្លាំងណាស់តែគួរឲ្យសោកស្ដាយពួកគេទាំងពីរគឺត្រូវបានវិនិច្ឆ័យទៅបន្តមកទៀតព្រឹទ្ធាចារ្យប្រាប់ប្រាស់នៅធម្មពលមួយដាក់នៅលើថ្ងាសរបស់លោកហ្វឹងកាលបែបនឹងលោកហ្វឹងសម្លឹងទៅឃើញផ្លូវនៅខាងមុខព្រមទាំងមនុស្សដែលបានស្លាប់នៅតាមផ្លូវនេះបើទោះបីជាដូច្នេះក៏ដោយលោកហ្វឹងមិនស្ទាក់ស្ទើរនោះឡើយព្រឹទ្ធាចារ្យពូធីក៏ជូនពរឲ្យលោកហ្វឹងជោគជ័យបែរសមងក្រោយមកមើលទៅកាន់លោកហ្វឹងទៅរាងកាយទាំង3របស់គាត់ត្រូវថ្មងទាំងអស់ព្រលឹងគឺពិតជាឈឺចាប់ហាក់បីដូចជាត្រូវបានចាក់ទម្លុះដោយគ្រីស្តាល់ទាំងនេះតែបើទោះបីជាអញ្ចឹងក៏មិនអាចប្រៀបធៀបជាមួយនឹងការដែលគាត់រួមបញ្ចូលនៅគ្រីស្តាល់លោហិតចំនួន100ជាងដែរនៅតែបន្តប្រឹងប្រែងហើយបើយើងមើលទៅកាន់លេខ1លេខ2ហើយមានអក្សរចិននេះចុចមិនដឹងថាជាប៉ុន្មាននោះទេហើយជាបន្តទៅនេះយើងបានឃើញថាខណៈពេលដែលប្អូនប្រុសកំពុងតែវេទនាវឹកហាត់ល្បងធំនេះវិញបែរជាកំពុងវឹកហាត់បែប happy ជីវិតភីងតែម្ដងលេសិនរបស់យើងមើលទៅកាន់ចំហាយរន្ទះរបស់គាត់ឥឡូវគឺកាន់តែខ្លាំងទៅបងធំនិងបងទី2កំពុងតែជោគជ័យរីឯប្អូនទី3កំពុងតែជោគជាំការឈឺចាប់ប្រលឹងរបស់គាត់កាន់តែខ្លាំងទៅប៉ុន្មានឆ្នាំបន្តទៅមុខទៀតនឹងគាត់ក៏មិនអាចបន្តទ្រាំបែបនេះទៀតនោះទេដូច្នេះយកល្អគឺធ្វើការវឹកហាត់នៅមាគ៌ាអាទិទេពសត្វចម្លែកដំណើរគ្នាដើម្បីបង្វែរនៅអារម្មណ៍ខ្លះធ្វើការលំនឹងនៅផ្លូវចិត្តតែនៅពេលនេះគឺរឹតតែឈឺពេលវេលាក៏ចេះតែកន្លងផុតទៅយូរទៅនៅទីនេះយើងបានឃើញមិត្តភ័ក្តិរបស់លោកហ្វឹងជាងខ្លាំងទាំង3នាក់នឹងប្រយុទ្ធគ្នាជាមួយនឹងប៉ូឡានកំពែគូតយហើយក្មេងប្រុសម្នាក់នេះវិញគឺជិះម៉ូតូដ៏ទំនើបព្រមទាំងប្រើប្រាស់អាវុធរបស់គេបាញ់ចេញទៅពេញមួយទំហឹងនៅខាងលើជាអាយឈិនចាត់ការរួចហើយនិយាយថាចេះបានប្រាប់ហើយថាសមត្ថភាពនៅពេលនេះមិនទាន់គ្រប់គ្រាន់ចាត់ការជាមួយនឹងសត្វចម្លែកចលាចលច្រើនបែបនេះតែម្នាក់ឯងនោះទេគេបានប្រាប់ហើយថាចេះនេះគឺជាម៉ូតូគេរបស់ប៉ាខ្ញុំចែកឲ្យហើយប្រាប់ទៀតថាគាត់គឺត្រូវតែបំបីនៅដែនកំណត់ខ្លួនឯងប៉ូឡានឃើញបែបនេះក៏ដឹងថាក្មេងម្នាក់នឹងគឺពិតជាដូចឪពុករបស់គេណាខានឃើញយូរឬក៏ផ្លាស់ប្ដូរមុខមាត់អត់មានមិនចំណាំនោះទេតែអាចថាគឺជាកូនប្រុសរបស់លោកហ្វឹងហើយបើយើងក្រឡេកមកកាន់លោកហ្វឹងវិញវិធីរបស់គាត់ហាក់បីដូចជាមានប្រសិទ្ធភាពក្រោយពីបន្តជោគជ័យសាច់រឿងក៏ត្រូវបានស្លេះទៅត្រឹមហ្នឹងជាចុងក្រោយអរគុណទៅកាន់អ្នកគុណនិយមគ្រប់បាក់ដែលតែងតែគាំទ្រអធិស្ឋានបើសិនជាមាននៅកំហុសខុសឆ្គងភ្នំមិនផ្លាស់ប្ដូរទឹកនៅទេហូជួបគ្នានៅក្នុងពិភពគុណបាយបាយ